to today's English lesson. In this video, you will learn an English paragraph about how to be a good friend. Okay, today we learn about writing how to be a good friend. I will read the English paragraph, translate it into Khmer, and explain important vocabulary step by step. Video is suitable for students who want to improve English speaking, reading, and vocabulary. And don't forget to like, share, and subscribe for more English lessons. Thank you. So now let's start to read about vocabulary first. Vocabulary: friend, friend, មិត្តភក្តិ friendship, friendship, មិត្តភាព support, support, ជួយគាំទ្រ ពីនេះដូចយើងធ្លាប់បានរៀនហើយ difficult time, difficult time, ពេលលំបាក honest, honest, ស្មោះត្រង់ caring, caring, យកចិត្តទុកដាក់ trust, trust, ទុកចិត្ត advice, advice, ដំបូន្មាន encourage, encourage, លើកទឹកចិត្ត problem, problems, បញ្ហា understanding, understanding, ការយល់ដឹង helpful, ជួយគេឬក៏មានប្រយោជន៍ពីអញ្ចឹងពីរហ្នឹងវាមានន័យដូចគ្នា helpful នេះយើងបកប្រែបានពីរជួយគេក៏បានមានប្រយោជន៍ក៏បាន helpful អូខេ relationship, relationship ទំនាក់ទំនងមានន័យថាការតាក់ទងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអាចថា relationship អូខេ respect, respect, គោរព so now next okay today we learn about topic a friend is a friend indeed មានន័យថាម៉េចមានន័យថាមិត្តភាពពិតប្រាកដតែងតែជួយគ្នានៅពេលដែលមានការលំបាកឬក៏មិត្តភាពពិតគឺជាមិត្តភាពមួយដែលត្រូវការគ្នាទៅវិញទៅមកឬក៏ជួយគ្នាទៅវិញទៅមកប្រាក់យើងហ្នឹងឯងដែលមកជួយយើងទៅពេលវេលាអញ្ចឹងគឺ topic ហ្នឹងគឺពិតជាមានន័យល្អមែនតើសម្រាប់អ្នកទាំងអស់គ្នាក្នុងការយកធ្វើជា writing ក្នុងការសរសេរជា writing ឬក៏អាចអានវិចារណាស្ដាប់លេងនៅក្នុងការអាននៅ topic writing នេះផងដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់ writing យើងទាំងអស់គ្នាអូខេអញ្ចឹងឥឡូវនេះខ្ញុំភ្លេចចូលបន្ទាត់អញ្ចឹងអ្នកទាំងអស់គ្នាអាចចូលបន្ទាត់ប្រហែលពីបន្ទាត់បានបើមិនអ្នកទាំងអស់គ្នាសរសេរចូលក្នុងសៀវភៅដោយសារខ្ញុំភ្លេចចូលបន្ទាត់បាត់ហើយតោះ Let's start. True friendship is not only about having fun together but also about helping each other in hard situation. Okay អញ្ចឹងមានន័យថាមិត្តល្អមានសារៈសំខាន់ខ្លាំងណាស់ក្នុងជីវិតរបស់យើងព្រោះពួកយើងតែងតែជួយគាំទ្រគ្នានិងលើកទឹកចិត្តគ្នារាល់ពេលដែលមានបញ្ហា For example, when I had trouble with my studies, my best friend helped me understand and listen the lesson and encouraged me not to give up. Friend in need is a friend indeed mean that a true friend always help us during difficult times មានន័យថាពាក្យថាមិត្តគឺជាមិត្តមួយដែលពិតប្រាកដដែលមានន័យថាមិត្តពិតប្រាកដតែងតែជួយគ្នានៅក្នុងគ្រាលំបាកឬក៏នៅក្នុងពេលដែលលំបាកគឺយើងត្រូវការគ្នានឹងគឺជាមិត្តពិតប្រាកដដែលថាចេះជួយគ្នាទៅវិញទៅមកពេលដែលយើងមានទុក្ខលំបាក Good friends are very important in our life because they support and encourage us when we have problems មិត្តល្អមានសារៈសំខាន់ខ្លាំងណាស់ក្នុងជីវិតរបស់យើងព្រោះពួកគេបានជួយនិងលើកទឹកចិត្តយើងរាល់ពេលដែលយើងមានបញ្ហាមានថាព្រោះមិត្តល្អគឺមិនអាចតែជួយយើងពេលដែលយើងមានអាសន្នអាចតែជួយគ្រប់គ្រងនៅអ្វីដែលយើងធ្វើបន្ថែមទៀតផងដែរ
ហ្នឹងឯងគឺជាមិត្តពិតប្រាកដ Okay a real friend is honest caring and true what he can a good friend is honest caring and trustworthy មិត្តពិតគឺជាមនុស្សដែលស្មោះត្រង់និងយកចិត្តទុកដាក់ដែលជាមនុស្សម្នាក់ដែលគួរឲ្យទុកចិត្តបំផុត When we feel sad or in confused a good friend listen when we feel sad or confused a good friend listen to news and give useful advice នៅពេលដែលយើងមានអារម្មណ៍ថាសោកសៅឬច្របូកច្របល់មិត្តតែងតែស្ដាប់យើងនិងផ្ដល់នូវដំបូន្មានល្អៗមកកាន់យើង True friendship is not only about having fun together but also about helping each other in hard situation មិត្តភាពពិតប្រាកដមិនមែនតែជាការសប្បាយជាមួយគ្នាតែប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងជួយគ្នានៅក្នុងគ្រាលំបាកផងដែរ For example when I had trouble with my studies my best friend helped me understand the lesson and encourage me not to give up ឧទាហរណ៍នៅពេលដែលខ្ញុំមានបញ្ហានៅក្នុងការសិក្សាមិត្តល្អរបស់ខ្ញុំបានជួយពន្យល់មេរៀននិងលើកទឹកចិត្តខ្ញុំមិនឲ្យបោះបង់អញ្ចឹងពាក្យ give up នេះមានន័យថាមិនឲ្យបោះបង់ not to give up មិនឲ្យបោះបង់ because of his support I become more confident and successful ដោយសារការគាំទ្ររបស់គាត់ខ្ញុំកាន់តែមានទំនុកចិត្តនិងទទួលបានជោគជ័យ I believe that true friends are because and should always respect and care for each other ខ្ញុំជឿថាមិត្តភាពពិតគឺមានតម្លៃខ្លាំងណាស់ហើយគួរគោរពនិងយកចិត្តទុកដាក់ចំពោះគ្នាជានិច្ច Okay a strong friendship can make our life happier and more meaningful មិត្តភាពដ៏រឹងមាំអាចធ្វើឲ្យជីវិតរបស់យើងកាន់តែសប្បាយនិងមានន័យ So now thank you for watching the lesson. I hope you learned new vocabulary and improve your English today. Please like, share and subscribe for more English lesson. អរគុណអ្នកនរគ្នាដែលបានតាមដានមេរៀននេះពីដើមដល់ចប់សូមជួបគ្នានៅពេលក្រោយទៀតអរគុណបាយបាយ